ជំរាបសួរពុកម៉ែបងប្អូនណាឃើញថាផ្លាយវាសល់ពីការចេញត្រួយហ្នឹងបាទការលាស់ត្រួយនឹងរបស់វាហ្នឹងក៏វាជំរុះសាហាវដែរតែក៏ឃើញថាផ្លាយវានៅសល់ច្រើនដែរបាទវានឹងផ្លាយដែលនៅសេសសល់ពីចេញត្រួយខ្ចីហ្នឹងណាបាទផ្លែក្នុងម្ដើមគឺថានៅសល់ច្រើនគួរសមពុកម៉ែបងប្អូនយើងបាទមកវឹកចេញត្រួយខ្ចីយើងខ្ញុំបុកពុះដែរបាញ់2ជើង3ជើងបាននៅបាទនេះមិនមែនលេងធេងទេមកត្រួយខ្ចីនេះហើយយើងទៅមើលត្រួយទាំងអស់គ្នាហើយបងប្អូនយើងខ្លះគាត់បាញ់ដែរតែគាត់បាញ់ក៏លាយប្រភេទថ្នាំតកៅថ្នាំអីហ្នឹងបាទតែខ្ញុំអត់លាយទេខ្ញុំដាក់តែប្រភេទម្ចាស់ស្លឹកបាទប្រភេទម្ចាស់ស្លឹកហើយនឹងនេះហាក់ខ្នែងនៅត្រួយតែវាចេញមកដំណាក់កាលហ្នឹងបាទវាចេញមកនៅទូចនៅចេះបាទតែបាញ់ច្រើនជើងដែរបាទដាក់3ជើងបាទនៅឲ្យត្រួយវាយើងអត់ដាក់ប្រភេទថ្នាំពុលទេទុកមានឲ្យរួមចំណែកពីសត្វល្អិតអីខ្លះមកដើម្បីឲ្យវាស៊ីបាទហើយឃើញថាផ្លែវានៅសល់ច្រើនដោយសារបច្ចេកទេសបងប្អូនយើងខ្លះគាត់ផ្សំថ្នាំបិទត្រួយដែរតែគាត់យកទៅគាត់ដាក់លាយប្រភេទថ្នាំពុលដល់អញ្ចឹងយើងសម្លាប់ប្រភេទសត្វនេះបាទយើងសម្លាប់វាទៅវាអត់មានពពួកជួយកំតិចបាទពពួកជួយកំតិចស្លឹកហ្នឹងអាហ្នឹងពួកហ្នឹងកំតិចស្លឹកសាហាវដែរបាទស្លឹកខ្ចីបាទកំតិចស្លឹកខ្ចីសាហាវបាទអញ្ចឹងគាត់ថាចង់ប្រាប់ដល់ពុកម៉ែបងប្អូនយើងខ្លះក៏គាត់អត់ទាន់ដឹងដែរគាត់ដឹងវាផ្សំទៅគាត់ឃើញស្លឹកត្រួយខ្ចីមកគាត់ផ្សំថ្នាំទៅហើយគាត់ដាក់ថ្នាំពុលនឹងឲ្យទៀតដល់អញ្ចឹងដាក់ទៅមានអីអាស្លឹកនឹងវាកំតិចសត្វល្អិតនឹងបានស្លឹកវានៅល្អវាលាស់មករីកធំជ្រុះខ្ទេចបាទអញ្ចឹងថាចង់ចែកលែកដល់ពុកម៉ែបងប្អូនយើងចំណុចខ្លះដែលគាត់ខ្វះខាតអញ្ចឹងណាហើយគាត់ឲ្យសួរថាខ្វះខាតទាំងណាគាត់ខ្វះខាតត្រង់ថ្នាំបិទត្រួយជំរុញត្រួយតែគាត់ទៅលាយថ្នាំតកៅបាទទៅលាយថ្នាំពុលដល់អញ្ចឹងវាអាចកម្ចាត់តកៅកម្ចាត់សត្វល្អិតហ្នឹងទៅត្រួយហ្នឹងវាចេញមកបាទចេញមកលាពេញទំហឹងទៅអញ្ចឹងវាជំរុះផ្លែដូចថាដល់ពេលស្លឹកហ្នឹងវាវ័យកណ្ដាលមកវារីកមកវ័យកណ្ដាលគឺវាបឺតជីជាតិខ្លាំងមែនតើពីផ្លែហ្នឹងវាបឺតពីដើមហ្នឹងដើមមានកម្លាំងប្រមាណវាទៅចិញ្ចឹមទាំងអស់បាទនេះជាចំណុចមួយកលឹះមួយដែលបងប្អូនយើងគាត់នៅអត់ទាន់ដឹងពីច្រើនហើយខ្ញុំមិនមែនថាមិនចេញទេមកវឹកនោះខ្ញុំផ្សាយផ្សព្វផ្សាយដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាទេគឺចេញដូចគ្នាពុកម៉ែបងប្អូនតែខ្ញុំធ្វើការទប់ស្កាត់បានច្រើនដងហើយឃើញបងប្អូនយើងខ្លះគាត់ថាជ្រុះគាត់ទប់ស្កាត់អត់ជាប់បាទនេះឃើញថាផ្លែនៅពិនឆ្កោមតែម្ដងពុកម៉ែបងប្អូនយើងហើយមិនមែនថាមកឃោសនាមកនិយាយពីមិនពិតអីទេនេះសិតតែជាការពិតដែលខ្ញុំចង់ឲ្យបងប្អូនយើងធ្វើបានទាំងអស់គ្នាទេខ្ញុំនិយាយទៅមិនមែនថាចង់ឲ្យបងប្អូនយើងខូចខាតទេណាចង់ខ្ញុំធ្វើវីដេអូមួយគឺចង់ឲ្យតែពុកម៉ែបងប្អូនយើងធ្វើបានហើយនឹងអនុវត្តតាមដូចថាខាងវិស័យកសិកម្មហ្នឹងឲ្យបានត្រឹមត្រូវហើយថ្នាំទុកត្រួយនេះអត់មានគីមីមានអីទេបងប្អូនណាបាទអាហ្នឹងជាប្រភេទថ្នាំមួយសម្រាប់ជួយជំរុញត្រួយជួយបិទត្រួយកុំឲ្យវាចេញមកដើម្បីផ្លែផ្កាហ្នឹងវាជ្រុះទេពុកម៉ែបងប្អូនបាទតែវាអត់មានចំណាយទៅថាជាតិគីមីជាតិថ្នាំពុលជាតិអីអត់ទេហើយបាញ់ជំរុញត្រួយនឹងទៀតគឺប្រចាស់ត្រួយបិទត្រួយនេះគឺបាញ់ទៅយើងទប់កម្លាំងវាឲ្យស្លឹកវាចាស់ហើយវាអាចទប់កម្លាំងបានទៅជួយផ្លែឲ្យផ្លែនឹងមានការលូតលាស់ល្អធំធាត់ពង្រីកសាច់បាទគឺវាមានច្រើនប្រការរបស់វាបាទហើយនេះមិនជាចំណុចមួយដែលខ្ញុំចង់ចែកលែកដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាបាទហើយនេះសិតតែត្រួយបាទខ្ញុំបាញ់ដំណាក់កាលដែលខ្ញុំបាញ់នេះមិនមែនថាខ្ញុំមិនបាញ់ទេពុកម៉ែបងប្អូនយើងខ្ញុំបាញ់ដូចគ្នាទេបានដឹងថាថ្នាំណាដែលល្អហើយថ្នាំដែលល្អគឺខ្ញុំបងប្អូនយើងចង់ដឹងខ្ញុំសួរទៅខ្ញុំតែងតែប្រាប់រហូតទេខ្ញុំអត់ដែលលាក់ទេចំពោះចំណេះដឹងកសិកម្មបាទនេះហើយបានខ្ញុំចង់ប្រាប់ដល់ពុកម៉ែបងប្អូនឲ្យថាត្រួយនេះឃើញចេះពុកម៉ែបងប្អូនយើងថាបារម្ភខ្លាចខូចស្លឹកខូចត្រួយអត់ទេពុកម៉ែបងប្អូនគ្រាន់តែផ្លែវាណាយើងកាត់អស់យើងបេះក្តៀងបេះខ្នែងវាអស់ណាចាប់ផ្ដើមវាលាស់ស្លឹកថ្មីមកតែម្ដងវាស្រាលដើមវាយើងដាក់ទឹកដាក់ជីអីបន្តិចតួចមកវាចេញត្រួយចេញស្លឹកថ្មីមកតែម្ដងបាទវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនចាំជួបគ្នាវីដេអូមុខបាទ